មីសួរលោកគ្រូថ្ងៃនេះខ្ញុំមកបកស្រាយពីសប្តាហ៍ទី4កូដសប្តាហ៍ទី4នេះនិយាយពី map និង unorder map នេះគឺជា map គឺជា data structure នៅក្នុង C++ មួយដែលគេ store value ដូចជា pair ដូចជា array ដែរតែវា store value ជា pair មានន័យថាមាន value និងមានkey និងមាន value ដូចជានៅក្នុងវចនានុក្រមខ្មែរដែរគឺមានពាក្យនិងវានិយមន័យវាអាហ្នឹងគឺវាស្ទែងគ្នាអញ្ចឹងហើយ map នេះគឺវា store value ជា order មានន័យថាorder index ទី1ទី2ទី3ទី4ទី5អញ្ចឹងដូចឈ្មោះសិស្សអញ្ចឹងឈ្មោះសិស្សកខកខងអញ្ចឹងទៅហ្នឹងគេ apply ក្នុងហ្នឹងហើយវាប្រើ red black tree ហ្នឹងក្នុងនេះខ្ញុំធ្វើការហៅ library របស់ map មកប្រើបន្ទាប់ពីហៅ library របស់ map នៅក្នុង main ខ្ញុំធ្វើការបង្កើត map មួយដែលមាន key ជា string និង value ជា double ហើយឈ្មោះរបស់វាគឺ student grade បន្ទាប់មកខ្ញុំធ្វើការបង្កើតបន្ទុកសិស្សមួយគឺឈ្មោះតារាឲ្យបន្ទុកសិស្សស្មើ85ហើយបញ្ជាក់ផងដែរគឺតារានេះគឺជា key ហើយដើម្បីរកvalue របស់តារាគឺវាយ key តារានឹងចូលទៅវានឹងចេញបន្ទុករបស់តារាគឺដូចជា value ហ្នឹងតារាសុខាបុប្ផាបង្កើតប៉ុណ្ណឹងបន្ទាប់មកខ្ញុំធ្វើការ update បន្ទុកតារាដោយសារថាក្នុង map unorder map គឺ key គឺមិនអាចមានលើពី1យ៉ាងទេ key គឺមានតែមួយគត់អញ្ចឹងនៅពេលដែលយើង assign value ថ្មីគឺវានឹងធ្វើការប្រើ value ថ្មីជំនួសឲ្យ value ចាស់បន្ទាប់មកខ្ញុំធ្វើការ print map នឹងមកដោយប្រើ pointer នេះគឺ pointer ប្រើ student.begin មានថា print ពី1រហូតដល់បញ្ចប់ print ពីតារារហូតដល់សុខា it first នេះមានន័យថាគឺជា key គឺជាតារាសុខាបុប្ផាអញ្ចឹងទៅហើយ second គឺជា value 85 92 78អញ្ចឹងទៅអាហ្នឹងគឺជា function ដែលគេដាក់ឲ្យ auto នៅក្នុង C++ បន្តមកខ្ញុំធ្វើការ search នៅក្នុង map ហ្នឹងថាមានឈ្មោះធីតាអត់ដែលប្រើ count ដោយសារតែ key វាមានតែមួយទេអញ្ចឹងនៅពេលដែលវាមានវាប្រកាសជា load ថាមួយឯងអញ្ចឹងនៅពេលដែលវាធំជាង0បង្ហាញថាធីតា exist បើអត់ទេបង្ហាញថាវាអត់មានទេឥឡូវយើងធ្វើការ print ចេញមកនេះយើងឃើញថាបុប្ផា78សុខា92តារាគឺខុសគេត្រង់ថានៅពេលដែល assignment ត្បូង85តែពេល update ហើយគឺ 88.5 ហើយធីតាកន្លែងនេះធីតាគឺអត់មានទេដោយសារនៅក្នុង map នេះគឺអត់មានមែនអញ្ចឹងវា not found ឥឡូវចូលមកដល់ unorder map unorder map នេះគឺស្ទើរនឹង map ដែរគឺវា store value ជា pair គឺមាន key និង value data ជា pair key និងមាន value ហ្នឹងហើយឥឡូវខ្ញុំប៉ុន្តែវាខុសត្រង់ថាវាអត់ order ទេដោយសារវាហៅប្រើ hash function យើងដឹងហើយថាវាធានាកន្លែងណាដាក់កន្លែងនោះវាលឿនតែវាអត់ order ទេឥឡូវខ្ញុំធ្វើការបង្កើត ហៅ library unorder map ហើយខ្ញុំបង្កើត unorder map ដែលមាន key ជា string និង value ជា vector dynamic array ហើយឈ្មោះ student score របស់តារានេះគឺធ្វើការ push បន្ទុកហោតារាចំនួន3ដោយសារតែ value វាគឺជា vector អញ្ចឹងយើងអាច push ចំនួនបន្ទុកបានច្រើន dynamic array ហើយសុខាអញ្ចឹងសុខាគឺយើង push ចំនួន3ដែរកន្លែងនេះគឺជា print ដោយសារតែវា store value ជា pair អញ្ចឹងយើងមិនអាច print ដោយប្រើ loop ធម្មតាបានទេយើងត្រូវបង្កើតឈ្មោះវាហើយយើងធ្វើការ loop តារាសុខាហើយយើងធ្វើការ loop size ហោះតារានិងសុខានឹងទៀត loop size មានន័យថានេះ size វាតារានឹងមានចំនួន3អញ្ចឹងទៅវាធ្វើការ loop size វាបន្ទាប់ពី loop size របស់តារានឹងគឺមាន3គឺយកបន្ទុកទាំង3ហ្នឹងបូកចូលគ្នាចេញជា total បន្ទាប់មកយកហៅ average វាដោយសារតែយើងហៅឃើញហើយយើងបូកចូលគ្នាហើយយើងយកបន្ទុកទឹកសរុបហ្នឹងយកមកចែកជាមួយនឹងចំនួនបន្ទុកដែលមានកន្លែងនេះគឺមានចំនួន3អញ្ចឹងយកចំនួនបន្ទុកសរុបចែកនឹង3អញ្ចឹងហៅឃើញ average
បន្ទុកសិស្សនីមួយៗឯងបន្តមកខ្ញុំធ្វើការ print ចេញមកបន្ទាប់ពី print ហើយខ្ញុំធ្វើការ push បន្ទុកតារាថែមមួយទៀតមិញបន្ទុកតារាមាន3 push ថែមទៀតវានឹង4បន្ទាប់មកនឹងធ្វើការ print ចំនួនបន្ទុកហត់តារានិងសិក្ខាចេញមកហើយធ្វើការ run console នេះតារា average របស់តារាបន្ទាប់ពីបូកហើយយកមកចែកគឺ average របស់តារាគឺ87សុខាគឺមាន92ដោយសារតារាមានបន្ទុកច្រើនជាងដល់92 95 89ប៉ុន្តែចំពោះតារាគឺមានបន្ទុកតិចជាងអញ្ចឹងដល់ពេលដែល average ចេញមកវាខុសគ្នាហើយកន្លែងនេះគឺបន្ទាប់ពី push តារាចេញមកតារាគឺមានបន្ទុកចំនួន4សុខាគឺមាន3ទេតែសារសុខាយើងបាន push ចំពោះ another map ហ្នឹងគឺមានតែប៉ុណ្្នឹងទេចូល another map ទី2តកតូននឹងadd contact យើងប្រើ another map ដែរលឿនក្នុងនេះធ្វើការបង្កើត another map ជា string ទាំងពីរកុំឲ្យច្រឡំដោយសារតែលេខទូរស័ព្ទនេះវាមានច្រើនអញ្ចឹងអាចនឹងច្រឡំអញ្ចឹងប្រើ string ទាំងពីរស្រួលក្នុងនោះមាន function ចំនួន4ដែរគឺមាន add contact delete search ហើយនិង display all contact add នេះគឺឃើញថាយើងប្រើមាន parameter ចំនួន2 name number នេះដើរតួជា key និង value អញ្ចឹងនៅពេលដែលយើងវាយឈ្មោះអីចូលវានឹង load កន្លែងនេះឈ្មោះតារាអីចឹងទៅ contact កន្លែងនេះអញ្ចឹងវានឹងធ្វើការ add ចូល delete យើងប្រើ count ដោយសារតែយើងដឹងថាមាន key មានតែមួយទេនៅពេលដែលហៅទៅ count លើសពី1មានន័យថា count លើសពី0មានន័យថាឈ្មោះហ្នឹង exist អញ្ចឹងលុបឈ្មោះហ្នឹងចោលហើយ print delete តែបើអត់មានឈ្មោះហ្នឹងទេវានឹង print not found search យើងប្រើ count ដូចគ្នាទេអាហ្នឹងដូចពីមុនដែរគឺយើងធ្វើការ count ថាមានអត់ display all យើងប្រើ pointer ដូចគ្នាលុបពីដើមរហូតដល់ចប់តមកយើងនឹង print key និង value ឲ្យនៅក្នុង main នេះខ្ញុំធ្វើការ add contact ចំនួន3គឺតារាបុប្ផានិងសុខាលេខទូរស័ព្ទប៉ុណ្នេះហើយខ្ញុំធ្វើការ search ថាតារាមានអត់បន្ទាប់ពី search ហើយខ្ញុំធ្វើការ add contact បុប្ផាសារថ្មីនេះលេខទូរស័ព្ទបុប្ផាថ្មីតោះមកធ្វើការ delete សុខាចោលហើយ print value ទាំងអស់ឥឡូវខ្ញុំធ្វើការ run console នេះគឺ add ចំនួន3បុប្ផាតារាសុខាតមក search តារា search មកឃើញប៉ុណ្ណេះតមកធ្វើការ add បុប្ផា add contact ថ្មីរបស់បុប្ផាតមកធ្វើការ delete សុខាហើយ print all មក print ទាំងអស់មកគឺបាត់បុប្ផាបាត់សុខាដោយសារយើងលុបចោលអរិយហើយ contact របស់បុប្ផាក៏កែដែរនេះ contact បុប្ផាចាស់គឺ2 3ដល់9 contact បុប្ផាថ្មីគឺ093ដល់2វិញគឺប៉ុណ្ណឹងចំពោះ another map ឥឡូវចូល another map ទី4 another map គឺមាន3ចំពោះសប្តាហ៍ទី4ហ្នឹងចំពោះ another map សប្តាហ៍ទី4នេះគឺទី4នេះគឺ3នេះគឺនិយាយពី add ពាក្យចូលក្នុង box មានន័យថានៅក្នុងនេះបង្កើត another map មួយដែលមាន string តែ key ជា string និង value ជា integer ហើយឈ្មោះវាគឺ word box អា string នេះដើរតួដូចជាពាក្យមួយពាក្យនេះអញ្ចឹងយ៉ាវាដើរតួដូចជាមួយពាក្យ the quick brown fox អីចឹងហើយចំពោះ integer នេះគឺជាចំនួនដែលរាប់ថា the ហ្នឹងមានប្រមាណពាក្យអញ្ចឹងយើងមាន text មួយមានពាក្យប៉ុណ្ណឹង the quick brown fox jump over the lazy dog the fox ប៉ុណ្ណឹងយើងមាន string មួយ empty string មួយសម្រាប់ store ពាក្យទាំងហ្នឹងតោះយើងធ្វើការ loop text size ពីដើមរហូតដល់ចប់ហើយយើង set condition មួយបើសិនជា index ហ្នឹងស្មើនឹង text.size មានថាវាដល់បញ្ចប់ឬមួយក៏ text
ស្មើ index text ហ្នឹងស្មើនឹង empty string មានន័យថា empty string នេះគឺ check មើលថានៅក្នុងពាក្យ empty នៅក្នុង string នេះថាមានពាក្យនៅក្នុងហ្នឹងអត់បើមានធ្វើការឲ្យ word box ហ្នឹងword box នេះធ្វើការ push word នឹងចូល push word កន្លែងនេះចូលនៅក្នុង word box ហើយសិតឲ្យ word box នោះទៅទេម្ដងទៀតមានន័យថាម៉េចដល់ឥឡូវបញ្ចូលបញ្ចប់សិនប៉ុន្តែបើអត់ទេមានន័យថាវាអត់មានពាក្យនៅក្នុងហ្នឹងវាមិនមែន empty string ហើយក៏វាមិនមែនដល់សាយវាដែរអញ្ចឹងឲ្យពាក្យហ្នឹងស្មើនឹងបូកស្មើ tick នៅ index ហ្នឹងមានន័យថាម៉េចដូចពាក្យ t នេះវាអត់ត្រូវនឹងនៅពេលដែលវាដល់ t វា check condition កន្លែងនេះវាអត់ត្រូវទេអញ្ចឹងបូក t មួយចូលនៅក្នុង word នេះ the age check condition ទៅនៅក្នុងនេះវាអត់ត្រូវទេបូក age ចូលនេះមួយឥឡូវក្នុងនេះគឺមាន th នេះគឺមាន th មួយទៀតe វាពេលដើរដល់ index e វា check ម្ដងទៀត empty string អត់ដល់ index ចុងក្រោយអត់ទេគឺឲ្យ word ហ្នឹងបូកថែមមួយទៀតមានន័យថាឥឡូវនៅក្នុងហ្នឹងមាន the មួយបន្ទាប់មកវា check ម្ដងទៀតដល់កន្លែងនេះដល់កន្លែង empty string កន្លែង empty string ដល់កន្លែង empty string នេះវាត្រូវលក្ខខណ្ឌនេះវាត្រូវលក្ខខណ្ឌ or នេះអានេះមិន and ទេគឺ or អញ្ចឹងវាត្រូវលក្ខខណ្ឌនេះអញ្ចឹងវា check មើលថានៅក្នុងពាក្យហ្នឹងមានពាក្យអត់យើងឃើញថានៅក្នុងនេះមានពាក្យ the អញ្ចឹងឲ្យword box នេះស្មើនឹងអាពាក្យហ្នឹងពាក្យ the ហ្នឹងឲ្យវាស្មើនឹងអញ្ចឹងពាក្យហ្នឹងthe equal 1ហ្នឹងមានន័យថាអញ្ចឹងមានន័យថា word the ហ្នឹងគឺជា key ហើយ1បូកនេះ1ហ្នឹងមានន័យថាជា value ហើយឲ្យវា empty string ម្ដងទៀតហើយវាដើរចំម្ដងទៀតដើរ quick brown fox ហើយដើរចំម្ដងទៀតតែរហូតដល់ចប់បន្ទាប់មកយើងនឹងធ្វើការហៅពាក្យដែលច្រើនជាងមួយកន្លែងនេះយើងធ្វើការ pointer យើង print មកពាក្យដែលច្រើនជាងមួយ second ធំជាងមួយមានន័យថាវាច្រើនជាងមួយនេះ value ច្រើនជាងមួយយើង print ឲ្យមើលមកយើង print ឲ្យមើលមកឥឡូវខ្ញុំធ្វើការ print ឲ្យមើលនេះពាក្យច្រើនមួយមាន fox មានចំនួន3 the មានចំនួនfox មានចំនួន2 the មានចំនួន3ពាក្យដែលច្រើនជាងគេកន្លែងនេះ home make ពាក្យដែលច្រើនជាងគេគឺមុនដំបូងយើងឲ្យ count make ស្មើ0បន្តមកយើង check value ទី2 check value ហ្នឹងអាណាធំជាងគេបើធំជាង make value ហ្នឹងឲ្យអា make value ហ្នឹងស្មើនឹង second ស្មើនឹង value ទី2បន្តមកធ្វើការ loop នៅក្នុង the នេះ loop the fox crazy box fox the អីហ្នឹងវាលើធ្វើការ loop បន្ទាប់ពី loop ហើយវានឹងធ្វើការនេះវាធ្វើការហៅអាណាច្រើននេះគេទៅប្រើ second នេះវាធ្វើការដូរ second ទៅ first តមកនេះយើងនឹងហៅឃើញឯពាក្យដែលច្រើននេះគេគឺ the នៅក្នុងនេះក៏បានបញ្ជាក់ដែរពាក្យដែលច្រើននេះគេគឺ the នឹងឲ្យមានដល់ចំនួន3ចំពោះសប្តាហ៍ទី4ហ្នឹងគឺមានតែប៉ុណ្្នឹងទេគឺ order map និង unorder map គឺនិយាយឡើងវិញគឺ unorder map និង map ហ្នឹងគឺជា structure ដែលគេ store value ជារបៀបpair ឥឡូវខ្ញុំមានតែប៉ុណ្្នឹងទេសូមជម្រាបលោកគ្រូជួបគ្នានៅសប្តាហ៍ក្រោយទៀត